vàនេះគឺជាការតែងមេចន្ទីយើងកាត់អាមេឃកំជិលចោលអាមេឃណាដែលវាស្ដុកពេកកាត់ចោលមេឃហ្នឹងក៏វាផ្លែដែរតែវាផ្លែអត់ល្អទេដីមេឃនេះវាដល់ដីពេកអញ្ចឹងកាត់ចោលត្មងទៅយើងកាប់នេះដែលហើយការកាប់នេះយើងកាប់អាខាងក្រោមមុនកាប់ឲ្យវាដាច់សាច់ហើយបើសិនជាយើងអាណាក៏ល្អដែរអាណាវាមុតយើងដូចគ្នាយើងអាក្រោមមុនណាហើយយើងកាត់ទៅវាអត់ហែកមេឃទេគឺដាច់តែម្ដងហ្នឹងគឺការកាប់មេឃដែលអាមេឃនេះចឹងដែរល្អដែរប៉ុន្តែវាត្រូវកាត់ចោលតែសារតែផ្លែនៅសល់នឹងយើងទុកវាសិនយើងគ្រាន់តែកាប់ខាងក្រោមបន្តិចទៅបានទេដល់ហើយយើងកាត់ថ្ងៃក្រោយនេះបើផ្លែអស់ចាំយើងកាត់វាមិនខាត